រឿងនាងឧមាតន្ត្រីក្នុងកាលដ៏កន្លងទៅហើយមាននាងកញ្ញាម្នាក់ជាកូនអ្នកទីទ័លក្រនៅនគរពារាណសីថ្ងៃមួយនៅរដូវចូលឆ្នាំនាងបានឃើញពួកកញ្ញាកូនអ្នកមានគេស្លៀកពាក់សំពត់ពណ៌ក្រហមល្អដើរលេងកម្សាន្តតាមប្រពៃណីស្រុកនាងចង់ល្អដូចគេបានសុំលាមាតាបិតាទៅរកស៊ីឈ្នួលគេនៅភូមិមួយដើម្បីយកសំពត់ពណ៌ក្រហមមួយត្បូងនាងទៅរកស៊ីឈ្នួលនៅផ្ទះកហបតីម្នាក់គេថាលុះតែធ្វើការឲ្យគេគ្រប់3ឆ្នាំទើបគេឲ្យសំពត់ពណ៌ក្រហមមួយត្បូងនាងកញ្ញានោះក៏សុខចិត្តស៊ីឈ្នួលគេតាមកាលបរិច្ឆេទតែដោយនាងយកចិត្តទុកដាក់ធ្វើការឲ្យគេល្អពេញចិត្តគេនាងធ្វើការត្រឹមតែ1ឆ្នាំក៏គេឲ្យសំពត់ក្រហមមួយត្បូងព្រមទាំងសំពត់ដតីខ្លះផងហើយនាងក៏ត្រឡប់មកផ្ទះវិញដល់ពាក់កណ្ដាលផ្លូវនាងឃើញព្រះអរហន្តមួយអង្គជាសាវកនៃព្រះពុទ្ធកស្សបៈដែលចោទដណ្ដើមយកស្បង់ជីពរអស់លោកខ្ទាស់ស្លឹកឈើស្លៀកដណ្ដប់និមន្តដើរមកជិតនាងអាណិតលោកបានប្រគេនសំពត់អាវដល់លោកកាលលោកយកទៅស្លៀកហើយនាងឃើញពណ៌ល្អក៏ប្រគេនមួយអាវឲ្យលោកដណ្ដប់ហើយនាងឃើញលោកមានរស្មីល្អដូចជាព្រះអាទិត្យទើបរះក៏ធ្វើសេចក្តីប្រាថ្នាថាដោយអំណាចផលវត្ថុទាននេះនាងខ្ញុំទៅកើតជាតិខាងមុខសូមឲ្យមានរូបល្អអស្ចារ្យបរោះណាបានឃើញឲ្យផុនស្មារតីកុំឲ្យទុកចិត្តបានព្រះថេរៈធ្វើអនុមោទនាហើយនិមន្តជៀសចេញទៅដោយផល្លានិសង្ឃនោះលុះនាងអស់អាយុកាលទៅបានទៅកើតជាទេពធីតាក្នុងទេវលោកអស់អាយុកាលពីទេវលោកបានមកកើតជាកូនសេដ្ឋីអ្នកមានទ្រព្យសម្បត្តិ80កោដឈ្មោះតេរិជ្ជវច្ឆសេដ្ឋីនៅអរិដ្ឋពុរៈក្នុងសីវរដ្ឋនាងមានរូបល្អណាស់អ្នកស្រុកហៅថាស្រីកែវលុះនាងពេញរូបពេញរាងឡើងជនណាបានឃើញក៏ផន់ស្មារតីរកគិតអ្វីមិនឃើញហាក់ដូចឈួតហេតុនេះបានអ្នកស្រុកហៅថានាងឧមាតន្ត្រីស្រីឲ្យគេឈួតសេដ្ឋីជាបិតាបានថ្វាយដំណឹងចំពោះព្រះរាជាទ្រង់ព្រះសណ្ដាប់ក៏ទ្រង់សពព្រះរាជហឫទ័យទ្រង់ចាត់ឲ្យពួកព្រាហ្មណ៍ទៅពិនិត្យមើលលក្ខណៈបើឃើញល្អត្រឹមត្រូវមែនទ្រង់នឹងឲ្យដណ្ដឹងយកធ្វើជាព្រះទេពីលុះព្រាហ្មណ៍ទាំងនោះដល់ផ្ទះនាងសេដ្ឋីជាបិតាបានរៀបចំភោជនាហារឲ្យបរិភោគពេលពួកព្រាហ្មណ៍កំពុងបរិភោគសេដ្ឋីឲ្យនាងជាកូនតែងខ្លួនចេញមកបង្ហាញខ្លួនឲ្យព្រាហ្មណ៍ពិនិត្យមើលលំអរបស់នាងនោះចោលស្រមោលសម្ផស្សទៅប៉ះខ្សែចក្ខុរបស់ពួកព្រាហ្មណ៍ធ្វើឲ្យពួកព្រាហ្មណ៍ទាំងនោះភ័ន្តស្មារតីដោយយកកិលេសគ្របសង្កត់ព្រាហ្មណ៍ខ្លះដាក់បាយលើក្បាលខ្លះញាត់ទៅក្នុងក្លៀកខ្លះទះជញ្ជាំងដូចជាមនុស្សឈួតនាងឧមាតន្ត្រីឃើញអាការៈដូច្នោះក៏បណ្ដេញព្រាហ្មណ៍ទាំងនោះឲ្យចេញទៅដោយខ្មាស់គេខ្លាំងពេកព្រាហ្មណ៍ទាំងនោះទៅទូលព្រះរាជាថានាងនោះជាស្រីកាលកណីឈួតមិនល្អទេព្រះរាជាក៏ឈប់ត្រូវការក្រោយពីនោះមកមិនយូរប៉ុន្មាននាងបានជាភរិយារបស់អភិបាលរកៈអាមាត្យជាមនុស្សសំណប់ព្រះរាជាថ្ងៃមួយជាថ្ងៃអ្នកខត្តឫក្សព្រះរាជាទ្រង់គង់ព្រះយានដំរីប្រទាក់សិនព្រះនគរនាងឧមាតន្ត្រីឈរនៅបង្អួចផ្ទះមើលក្បួនដង្ហែព្រះរាជាតោតឃើញនាងទ្រង់ជ្រាបថានាងនឹងហើយជាស្រីកែវ
ដែលទ្រង់ឲ្យព្រាហ្មណ៍ទៅពិនិត្យនោះក៏ទ្រង់ព្រះវិតៈជាខ្លាំងផ្ទុំមិនលក់សោយពុំបានស្គមព្រះអង្គព្រោះចង់បាននាងជាព្រះទេពីនាងបានជាភរិយាមហាមាត្រទៅហើយក៏ទ្រង់លាក់សេចក្តីស្នេហានោះទុកក្នុងព្រះទ័យពុំឲ្យនរណាដឹងឡើយមហាមាត្រដឹងរឿងនោះក៏ចាត់មនុស្សម្នាក់ឲ្យទៅជ្រកសំងំក្នុងព្រៃក្រោយខ្ទមទេព្រឹកមួយហើយពួកមហាមាត្រក៏ធ្វើជាបន់ស្រន់ទេព្រឹកនោះសួរពីរឿងព្រះអាការៈរោគរបស់ព្រះរាជាមហាមាត្រទៅដល់ខ្ទមទេព្រឹកសួរថាលោកតាព្រះរាជាទ្រង់ប្រឈួនដោយព្រះអាការៈរោគអ្វីបានជាទ្រង់ផ្ទុំពំលក់សោយពំបានអ្នកដែលនៅក្រោយទេព្រឹកឆ្លើយថាព្រះរាជាទ្រង់ប្រឈួនព្រោះរោគស្នេហាដោយស្រឡាញ់នាងស្រីកែវជាភរិយារបស់លោកនឹងឯងមហាមាត្រទូលព្រះរាជាតាមដំណើរនោះព្រះរាជាទ្រង់ពិចារណាថាអោសេចក្តីស្នេហារបស់អញលាក់ទុកតែក្នុងចិត្តមិនឲ្យនរណាដឹងទេម្ដេចក៏ទេព្រឹកដឹងនៅលាមុខភាពរបស់អញបានហើយទ្រង់កាត់សេចក្តីស្នេហានេះចោលចេញទៅឯនាងឧមាតន្តីមានរូបល្អត្រកូលខ្ពស់បានជាភរិយាមហាមាត្រមានទ្រព្យសម្បត្តិច្រើនដោយផលវត្ថុទានជាវណ្ណទានដែលនាងបានប្រគេនសម្ពត់ជាចីវរដល់ព្រះអរហន្តពីជាតិមុននោះឯងការឲ្យវត្ថុទាននេះកុំថាឡើយដល់ឲ្យសម្ពត់ចីវរធំដុំសូម្បីតែឲ្យសម្ពត់បិទរបួសបិទដំបៅជាបរិខាតូចតាចដែលរាប់ចូលក្នុងចីវរៈបច្ច័យក៏បានផលឡានិសង្ឃច្រើនណាស់ព្រោះជាសម្ពត់បិទរបួសបាំងដំបៅនោះឯងឈ្មោះថាវត្ថុទានផងគិលានទានផង